នៅមុននេះបន្តិចកងទ័ពភូមិរបស់ថៃបានប្រមានទាហាននិងសាធារណជនកុំឲ្យចែកចាយព័ត៌មានប្រតិបត្តិការយោធាពិសេសនៅតាមបន្ទាត់ព្រំដែនបងប្អូនគ្នាយើងអាចដឹងថាតើថៃមានគោលបំណងឬក៏ចេតនាអ្វីទេក្រោយថៃបានប្រមានអ្នកដែលថតវីដេអូយោធាបង្ហោះនៅលើបណ្ដាញ social media នៅមុននេះបន្តិចកងទ័ពភូមិរបស់ថៃជំរុញឲ្យទាហាននិងសាធារណជនជៀសវាងការចែករំលែកព័ត៌មានលម្អិតអំពីប្រតិបត្តិការយោធាតាមអ៊ីនធឺណិតដោយប្រមានថាព័ត៌មានបែបនេះអាចធ្វើឲ្យកងទ័ពរបស់យើងអាចគ្រោះថ្នាក់បានកងទ័ពភូមិរបស់ថៃដែលហៅកាត់ថា OATA កាលពីថ្ងៃអាទិត្យទី16 ខែវិច្ឆិកាបានប្រមានទាហាននិងជំរុញឲ្យសាធារណជនជៀសវាងការចែករំលែកព័ត៌មានអំពីប្រតិបត្តិការយោធាឬក៏ទីតាំងមូលដ្ឋាននិងទីតាំងប្រតិបត្តិការនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមការប្រមាននេះត្រូវបានចេញផ្សាយនៅលើគេហទំព័រ Facebook មួយរបស់កងទ័ពភូមិរបស់ថៃកាលពីម៉ោង 8:15 នាទីព្រឹកកងទ័ពភូមិរបស់ថៃបានបញ្យល់ថាព័ត៌មានបែបនេះអាចអនុញ្ញាតឲ្យសត្រូវវិភាគព័ត៌មានលម្អិតអំពីប្រតិបត្តិការនិងការប្រើប្រាស់វាដើម្បីកំណត់គោលដៅជួរមុខតែម្ដងសារនេះបានសង្កត់ធ្ងន់ថាកងទ័ពទាំងអស់ត្រូវតែគោរពយ៉ាងតឹងរ៉ឹងចំពោះកម្រិតខ្ពស់បំផុតនៃសន្តិសុខប្រតិបត្តិការជាតិដោយបញ្ជាក់ថាកុំបង្ហាញព័ត៌មានអំពីឧបករណ៍យោធាផែនការប្រតិបត្តិការនីតិវិធីឬចលនាកងទ័ពនិងកុំឲ្យថតរូបភាពដែលមានអេកូតាមដានដូចជា GPS ឬក៏រូបភាពដែលបង្ហាញទីតាំងប្រតិបត្តិការកងទ័ពភូមិន្ទរបស់ថៃប្រមានទាហាននិងសាធារណជនកុំឲ្យចែករំលែកព័ត៌មានប្រតិបត្តិការយោធាតាមអ៊ីនធឺណិតតែម្ដងក្នុងនោះផងដែរកងទ័ពភូមិន្ទរបស់ថៃបានកត់សម្គាល់ថាបើទោះបីជាព័ត៌មានមួយចំនួនមិនអាចត្រូវបានចាត់ចែងយ៉ាងណាក៏ដោយនៅពេលដែលផ្សំជាមួយនឹងទិន្នន័យផ្សេងទៀតវាអាចបង្ហាញអំពីរូបភាពរួមនៃប្រតិបត្តិការសារនោះបានសង្កត់ធ្ងន់ថាវាជាកាតព្វកិច្ចរបស់ទាំងទាហាននិងជនស៊ីវិលនៅក្នុងការការពារប្រទេសក្នុងយុទ្ធសម័យនៃសង្គ្រាមព័ត៌មានដែលអាចគំរាមកំហែងទៅដល់សន្តិសុខជាតិតែម្ដងទាហាននិងជនស៊ីវិលដូចគ្នាត្រូវតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រុងប្រយ័ត្នដើម្បីធានាសុវត្ថិភាពរបស់កងទ័ពជួរមុខនិងការទទួលបាននិងការរក្សាទទួលខុសត្រូវរួបរวมគ្នាសម្រាប់ការការពារជាតិរបស់យើងអញ្ចឹងថៃមិនដឹងថាវាមានយើងនិយាយហៅថាកម្រងកាយទៀតណាបាទកម្រងការម៉ែវាឬក៏តាវាហ្នឹងគឺចាប់ផ្ដើមទៀតហើយអញ្ចឹងសង្ឃឹមថាប្រជាជនកម្ពុជារបស់យើងឬក៏បងទាហានបាទសូមបង្កើនការប្រុងប្រយ័ត្ន